Chào đẹp chúc hai bông ôn ngày ní ngày sải cứ mà đã lên cây tiệt hái bông ôn khơi tế cứ tha mở rớt đầm cái hai tha tâm prey do tới lo nhầm á cha này bông ôn cứ chỉ là tâm prey cứ thông cần được tâm dương mền tèn hai ní cứ chụp cá rồi bảo vì đôi cá dư do từ nhầm cái chai chơi nhầm cho chụp nhầm vô về từ chai nhầm hay ní bom ôn thời mới sạc việc của ấy cũng oi chừng làm cho mùi đau mùi tê cái tham mùi ghê đại bố là sạc viên nơi kháng mục ní cứ tha hiện vì thom mà đang chấn nơi kháng khỏi hiện po plư tịnh hay bom ôn hot việc tới thực thông khăn đôi sạc tâm dương mình tên chẳng hay ní cái lại việc đó cứ chả na bom ôn bên tây đừng không sao mà cặp luôn do tân hạt ở tê cứ đo đợi vì hai chả làm ổn cứ thả dội viên máu mà cái đậm chân nó úp ui và này cô xong đó là này cắt với chân nên mình chia chi tế nhưng do ta chi để dùng cắt nó ban hai bông bông ra vào đây đốt luôn này ăn lắm á mà ca này có bao cứ sẵn sàng này bông bông cứ thả đau preyสบายចិត្តអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតើ C'est des fleurs, comment on a dans la rue. Oui, c'est ça. Ça, il faut m'y rater, tu vois. នេះគឺជាគោប្រភេទគោស្វីដើម្បីយកទៅដោះបងប្អូនកន្លែងគេចិញ្ចឹមហើយគេមានកន្លែងម៉ាស្សាទៀតនោះពេលដែលគោនឹងវាចូលទៅនេះទៅគេម៉ាស្សាខ្នងឲ្យវាអូស្រួលខ្លួនគេណាAli, de Korea, Korea. Attends, est-ce qu'elle mange là des œufs? Tu vois? Ah, elle mange un peu là des œufs. Yeah. Ah, yeah. Oh, trop bien. តាមផ្លូវទៅវិញឃើញសត្វឆ្លុះកំពុងតែរត់ទៅបងប្អូន3ក្បាលក្មេងៗចាឥឡូវនេះមកដល់ផ្ទះវិញហើយបន្ទាប់ពីដើររើសID Zook សរសៃគឺជាគេហៅថាខ្ទឹមព្រៃបងប្អូនឥឡូវនេះខ្ញុំយកវាមកត្រាំទឹកលាងទុកលាងទឹកឲ្យបានស្អាតបងប្អូនព្រោះអីជាវាដុះនៅដីទៀបដែរយើងត្រូវលាងសម្អាតឲ្យបានស្អាតមែនតើដើម្បីជៀសវាងកុំឲ្យមានទឹកនោមពួកអាកញ្ជ្រោងព្រៃវាចុះមកជួសអីចឹងទៅអាចធ្វើយើងឆ្លងមេរោគបានបើយើងចម្មិនវាបានល្អចានេះគឺដកបានច្រើនខ្លាំងណាស់បងប្អូនណាខ្ញុំយកវាមកត្រាំទឹកខ្ញុំរកស្លឹកល្អមែនតើគឺថាខ្ចីទុំតែលាស់គឺថាលើគឺជារដូវរបស់ស្លឹកខ្ទឹមព្រៃហ្នឹងបងប្អូនពេលយើងហាន់វាកាត់វាជាពីរទៅពេលឆាហ្នឹងវាស្លោកោះហើយអត់សូវសច្រើនទេឥឡូវនេះគ្រឿងផ្សំដែលខ្ញុំរៀបចំហ្នឹងបានរួចរាល់ហើយពុកម៉ែបងប្អូនគឺអត់មានអីពិបាកទេគឺងាយស្រួលបំផុតគឺជាសាច់ជ្រូកដែលខ្ញុំយកហ្វីលេហើយខ្ញុំហាន់វាឲ្យជាចំណិតតូចហើយខ្ញុំប្រឡាក់វាចូលជាតិជាមុនសិនជាមួយនឹងគ្រឿងដែលយើងប្រើប្រាស់រាល់ដងសម្រាប់ឆាហ្នឹងណានេះខ្ទឹមសហើយនេះគឺជាខ្ទឹមព្រៃដែលខ្ញុំហាន់វាច្រើនចឹងខ្ញុំទុកប្រើមួយរយៈហ្នឹងដល់ពេលបើសិនជានៅសល់ខ្ញុំអាចដាក់វាក្នុងទូទឹកកកបានទៀតចាបន្ទាប់ពីខ្ទះយើងក្តៅហើយយើងដាក់ប្រេងហើយយើងដាក់ខ្ទឹមសចូលរួចមកយើងកូរវាឲ្យឡើងពណ៌ក្រហមទៅបន្ទាប់មកយើងដាក់សាច់ជ្រូកយើងចូលក្នុងនឹងបន្តទៀតសាច់ជ្រូកហ្នឹងលាយគ្រឿងមានដូចជាទឹកត្រីស្ករប្រេងល្ងហើយនឹងលាយទឹកប្រេងខ្យងផងដែរបងប្អូនមានម្រេចហើយដល់ពេលសាច់យើងឆ្អិនហើយយើងក៏ដាក់ខ្ទឹមព្រៃហ្នឹងចូលទៅខ្ទឹមព្រៃហ្នឹងដល់ពេលយើងឆាត្រឡប់ឡើងទៅគឺឆាប់ស្លោកខ្លាំងមែនតើបងប្អូនដាក់តាមចំនួនដែលបងប្អូនចូលចិត្តហើយបន្ទាប់មកលាយវាឲ្យសព្វជាមួយនឹងសាច់ជ្រូករបស់យើងទៅក៏ជាការស្រេចគឺថាមើលតំណងណាគួរឲ្យចង់ញ៉ាំពុកម៉ែបងប្អូនហើយខ្ទឹមព្រៃនេះគឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរចាឥឡូវឆាចិត្តឆ្អិនហើយ
ចាឥឡូវនេះឆ្អិនរួចរាល់ហើយគឺឲ្យញ៉ាំបានហើយចាតំណងអរគុណបងប្អូនចាសូមចិញ្ចឹមទាំងអស់គ្នាសុខភាពល្អសូមជម្រាបលា